ក្នុងសង្គមមួយដែលពោរពេញទៅដោយការប្រកួតប្រជែងមនុស្សម្នាក់ៗពិតជារវល់ខ្លាំងក្នុងការបំពេញកាតព្វកិច្ចរៀងៗខ្លួនក្នុងនាមខ្ញុំគឺជាមនុស្សស្រីម្នាក់ដែលជាមេផ្ទះផងនិងធ្វើការក្រៅផងពិតជាព្យាយាមយ៉ាងខ្លាំងក្នុងការចាត់ចែងពេលវេលាឲ្យមានប្រសិទ្ធភាពបំផុតក្នុងជីវិតប្រចាំថ្ងៃក្រៅពីព្រលឹមខ្ញុំតែងតែអរគុណពិភពលោកដែលបានផ្ដល់នូវថ្ងៃថ្មីដ៏សែនមានន័យសម្រាប់ខ្ញុំជាមួយនឹងស្នាមញញឹមដ៏កក់ក្ដៅរបស់ក្រុមគ្រួសារខ្ញុំតែងតែទិញត្រីសាច់បន្លែនៅផ្សារពេញអ៊ីមរួចរៀបចំម្ហូបអាហារដ៏សម្បូរបែបឲ្យគ្រួសារខ្ញុំជាប្រចាំវាគឺជាសេចក្តីសុខមួយផ្នែកធំពេលដែលខ្ញុំបានញ៉ាំបាយជួបជុំជាមួយគ្រួសារពេលវេលាសម្រាប់គ្រួសារពិតជាសំខាន់ណាស់តែខ្ញុំក៏អត់ចោលការងារដែរខ្ញុំស្រឡាញ់ក្រុមហ៊ុនខ្ញុំណាស់ដែលបានរៀបចំការិយាល័យនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មពេញអ៊ីមដែលធំជាងគេនៅក្នុងតំបន់ចំការដូងមិនថារវល់យ៉ាងណាខ្ញុំនៅតែឲ្យតម្លៃលើសុខភាពជាចម្បងការហាត់ប្រាណជាប្រចាំធ្វើឲ្យសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ខ្ញុំរឹងមាំវាក៏បានបន្ធូរភាពតានតឹងពីការងារផងដែរឆ្លៀតពេលបន្តិចបន្តួចពីការងារទាំងអស់ខ្ញុំតែងតែឲ្យរង្វាន់ខ្លួនឯងដោយការញ៉ាំអាហារនៅភោជនីយដ្ឋានឆ្ងាញ់ឬទៅមើលកុនជួបជុំគ្រួសារឬមិត្តភ័ក្តិនៅក្នុងមជ្ឈមណ្ឌលពេញអ៊ីមទាំងនេះគឺធ្វើឲ្យជីវិតរបស់ខ្ញុំមានន័យខ្ញុំពិតជាពេញចិត្តជីវិតខ្លួនឯងរាល់ថ្ងៃដែលខ្ញុំអាចធ្វើអ្វីល្អសម្រាប់ខ្លួនឯងនិងសម្រាប់មនុស្សជុំវិញខ្លួនជីវិតជាអ្នកធ្វើការផងត្រូវមើលថែគ្រួសារផងគឺពិតជាមមាញឹកប៉ុន្តែបូរីពេញអ៊ីមពិតជាផ្ដល់នូវអ្វីគ្រប់យ៉ាងដែលខ្ញុំប៉ងប្រាថ្នាបូរីពេញអ៊ីមស្ថិតលើផ្លូវក្រវ៉ាត់ក្រុងទី2និងផ្លូវព្រៃសរជិតផ្សារជាម៉ោង50ម៉ែត្រខាងបូរីមានផ្ទះច្រើនជម្រើសតម្លៃចាប់ពី$90,000ឡើងទៅនិងការបង់ប្រចាំខែតែ$500ជាងតែប៉ុណ្ណោះបុរីពេញអ៊ីមឧត្តមភាពនៃការរស់នៅសម័យថ្មី